ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំនឹងមកបកស្រាយអំពី Advantage of Technology in Electricity ក្នុងនោះខ្ញុំបានជ្រើសរើសយកវិធីសាស្ត្រ Smart Circuit Breaker មកធ្វើការបកស្រាយទី1គឺ Introduction ដូចជាដឹងហើយថាអគ្គិភ័យគឺជាគ្រោះថ្នាក់មួយដែលវាអាចកើតឡើងនៅក្នុងផ្ទះ Office ឬក៏រោងចក្រឬសំណង់អគារជាដើមដើម្បីទប់ស្កាត់បញ្ហាផ្សេងៗគឺយើងអាចប្រើ Smart Circuit Breaker ដើម្បីតាមដានចរន្តអគ្គិសនីនៅក្នុងផ្ទះរបស់យើងអាចconnectជាមួយនឹងទូរស័ព្ទដើម្បីតាមដានស្ថានភាពជំរាបសួរលោកគ្រូចំណែកខ្ញុំវិញនឹងនិយាយអំពីមុខងារសំខាន់ពីររបស់ Smart Circuit Breaker គឺ Real Time Monitoring និង Remote Control ដំបូងគេគឺ Real Time Monitoring មានន័យថាឧបករណ៍អាចបង្ហាញព័ត៌មានអគ្គិសនីភ្លាមៗដូចជា Voltage Current និង Power Usage វាក៏អាចកត់ត្រាការប្រើប្រាស់ថាមពលដើម្បីជួយអ្នកប្រើវិភាគនិងកាត់បន្ថយការប្រើប្រាស់អគ្គិសនីផងដែរបន្ទាប់មក Remote Control អនុញ្ញាតឲ្យអ្នកប្រើប្រាស់ប្រើសម្រាប់បើកឬបិទ Circuit Breaker តាមរយៈ Smartphone ឬ Computer ពីគ្រប់ទីកន្លែងដែលមានអ៊ីនធឺណិតវាមានភាពងាយស្រួលនិងជួយធ្វើការឆ្លើយតបបានលឿននៅពេលមានបញ្ហាបន្ទាន់ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះអំវ៉ាត់សង្ខេងខ្ញុំមកនិយាយអំពីការត្រួតពិនិត្យកំហុសមានន័យថាប្រព័ន្ធអាចរកឃើញបញ្ហាអគ្គិសនីដូចជា Short Circuit ការលេចធ្លាយចរន្តលើកម្រិត volt ខ្ពស់និង volt ទាបដោយត្រួតពិនិត្យកំហុសទាំងនេះជាបន្តបន្ទាប់ឧបករណ៍បំប្លែង circuit ឆ្លាតវៃអាចជួយការពារការខូចខាតដល់ឧបករណ៍អគ្គិសនីនិងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចំណែកចំណុចសុវត្ថិភាពថាមពលឧបករណ៍បំផ្លាញ circuit ឆ្លាតវៃជួយបង្កើនសុវត្ថិភាពថាមពលដោយការពារប្រព័ន្ធអគ្គិសនីនិងអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្កើតច្បាប់សម្រាប់ការចូលប្រើនិងការគ្រប់គ្រងពីចម្ងាយវាជួយធានាឲ្យការប្រើប្រាស់ឧបករណ៍អគ្គិសនីនឹងមានសុវត្ថិភាពនិងដំណើរការបានយ៉ាងទុកចិត្តជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះកុងមកថាខ្ញុំនិយាយអំពីចំណុច conclusion របស់ Smart Circuit Breaker ឬក៏យើងស្គាល់ថាគឺជាឧបករណ៍ online circuit ឆ្លាតវៃគឺជាឧបករណ៍ដែលទំនើបនិងផ្ដល់នូវការគ្រប់គ្រងការត្រួតពិនិត្យការការពារប្រព័ន្ធអគ្គិសនីបានល្អប្រសើរជាងមុនហើយវាមានភាពទំនើបជាងឧបករណ៍បំលែង circuit បែបប្រពៃណីព្រោះវាអាចត្រួតពិនិត្យនឹងការប្រើប្រាស់ថាមពលរកឃើញកំហុសនិងអនុញ្ញាតឲ្យយើងគ្រប់គ្រងពីចម្ងាយតាមរយៈឧបករណ៍ឆ្លាតវៃផ្សេងទៀតបានមួយវិញទៀតមុខងារទាំងនេះឧបករណ៍បំលែង circuit ឆ្លាតវៃអាចបង្កើនសុវត្ថិភាពនិងភាពងាយស្រួលនិងប្រសិទ្ធភាពក្នុងការប្រើប្រាស់ក្នុងផ្ទះឬក៏ឧស្សាហកម្មផ្សេងទៀតបានដែរ